សួស្តីអ្នកគ្នាចូលនៅក្នុងវីដេអូនេះយើងមកសិក្សាសំឡេងរបស់អក្សរ Y បាទថាតើ Y មានសំឡេងដូចម្ដេចខ្លះនៅក្នុងពាក្យតោះអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាចូលទាំងអស់គ្នាក៏លេខមកមើលចំណងជើងមេរៀនរបស់យើងមកអញ្ចឹង Y អាចជាព្យញ្ជនៈអញ្ចឹងចំពោះព្យញ្ជនៈមានសំឡេងយៈទាំងអស់គ្នាហើយ Y ក៏អាចជាស្រៈដែរបាទអញ្ចឹងស្រៈមានច្រើនប៉ុន្តែទីនេះយើងលើកយកតែ Y ស្មើនឹងស្រៈ E មួយទេអញ្ចឹងទាំងអស់គ្នាក៏លេខមកមើលពាក្យឧទាហរណ៍មួយចំនួនបាទដែលមានអក្សរ Y នៅក្នុងហ្នឹងពាក្យទី1របស់យើងនេះគឺ yellow ទាំងអស់គ្នា y a l yel l o lo បាទ yellow អញ្ចឹង Y ទីនេះគឺជាព្យញ្ជនៈទាំងអស់គ្នាគឺមានសំឡេងយៈណាបាទ yellow យើងប្រើថាពណ៌លឿងទាំងអស់គ្នាពាក្យទី2របស់យើងគឺ city ទាំងអស់គ្នា city c i t sit t i t city អញ្ចឹង Y កន្លែងនេះគឺជាស្រៈវិញបាទហើយមានសំឡេង E ជាស្រៈ E អញ្ចឹងយើងអានថា city គឺសំដៅទៅលើទីក្រុងពាក្យរបស់យើងចុងក្រោយទាំងអស់គ្នាគឺ can d e d បាទ candy អញ្ចឹង Y នៅក្នុងពាក្យនេះក៏ស្រៈ E ដែរគឺជាស្រៈបាទមានសំឡេង E candy គឺស្ករគ្រាប់ទាំងអស់គ្នាអញ្ចឹង Y អាចជាព្យញ្ជនៈអាចជាស្រៈអាស្រ័យសញ្ញាអានទាំងអស់គ្នា